បាទសូមជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែស្រឡាញ់នឹងការសិក្សានៅភាសាអង់គ្លេសទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនជាមួយនឹងការសិក្សាសៀវភៅ Up and Away 2បាទអញ្ចឹងយើងចូលដល់មេរៀនទី10 Unit 10មេរៀនទី10 Where are you from Where are you from តើអ្នកមកពីណាបន្តមកយើងនឹងសិក្សាពាក្យបន្ថែម vocabulary ពាក្យ vocabulary ពាក្យ where ឯណា from មកពី information ព័ត៌មាន personal តួខ្លួន what អ្វី old អាយុឬក៏បកទៀតថាចាស់បាទ am is are ប្រែថាគឺជាបាទហ្នឹងកិរិយាសព្ទ verb to be បាទអញ្ចឹងបន្ទាប់ពីយើងសិក្សាពាក្យរួចរាល់យើងនឹងបន្តទៅប្រយោគយើងតែម្ដងបាទអញ្ចឹងប្រយោគរបស់យើងមាន number 1 until number 4បាទអញ្ចឹងទី1គេដាក់ថា where are you from តើអ្នកមកពីណា I'm from Japan ខ្ញុំមកពីប្រទេសជប៉ុនបាទអូខេប្រយោគទី2 number 2 Where are you from តើអ្នកមកពីណា I'm from Korea ខ្ញុំមកពីប្រទេសកូរ៉េ number 3 Where are you from តើអ្នកមកពីណា I'm from India ខ្ញុំមកពីប្រទេសឥណ្ឌាលេខ4 Where are you from តើអ្នកមកពីណា I'm from America ខ្ញុំមកពីប្រទេសអាមេរិកឬក៏សហរដ្ឋអាមេរិកបាទអញ្ចឹងបន្ទាប់ពីយើងសិក្សានៅប្រយោគហើយយើងនឹងបន្តទៅមួយពាក្យទៀតគឺតកតងជាមួយនឹង personal information បាទ personal information មានន័យថាព័ត៌មានផ្ទាល់ខ្លួនបាទអញ្ចឹងគេឲ្យយើងបំពេញនៅត្រង់ចំណុចដែលគេគូស underline ហ្នឹងណាគូសបន្តខាងក្រោមហ្នឹងគេតោះទី1គេដាក់ថា where are you from តើអ្នកមកពីណាអូខេ sorry តោះទី1គេដាក់ថា what's your name my name is បាទអញ្ចឹងបើសិនជាឈ្មោះយើងបាទយើងបំពេញតាមឈ្មោះយើងលក្ខខណ្ឌឈ្មោះយើងមកណាអូខេតោះ number 2 where are you from I'm from អូខេតើអ្នកមកពីណា I'm from ខ្ញុំគឺមកពីអូខេបើយើងមកពីប្រទេសកម្ពុជាយើងដាក់ថា Cambodia អញ្ចឹងមកណាបាទតែហ្នឹងយើងត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនទេលេខ3 how old are you តើអ្នកអាយុប៉ុន្មានគេត្រង់ចំណុចនេះគេដាក់ថា am តបមក underline បាទបន្ទាត់គូសពីក្រោមហើយគេដាក់ថា years old បាទអញ្ចឹងចំណុចព័ត៌មានផ្ទាល់ខ្លួនហ្នឹងគឺយើងត្រូវបំពេញព័ត៌មានដោយខ្លួនឯងបាទអញ្ចឹងសម្រាប់វីដេអូនៃការសិក្សានៅមេរៀនទី10ទាក់ទងជាមួយនឹងសៀវភៅ Up and Away 2ក៏សូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយបើសិនជាបងប្អូនគិតថាមានអត្ថប្រយោជន៍អាចធ្វើការ subscribe ម្នាក់មួយផងដើម្បីលើកទឹកចិត្តបាទអរគុណច្រើនសូមជម្រាបលា